mùi nà hỡi cũng mình tên tai đôi chốt đô lang thưa ấy chạp mùi ná oi bật cót mùi nâng luôn muối cùng chiếc tu pi rồi dắt lẹ tực rồi rọt của ruột tình sai của ruột mình nút xa và trán từ tu là tập hợp mình sẽ lọ tề bà rơi dọc lời nà hỡi trời đá ở đó tì bùm phật cùng từ mục từ cõi ấy đá ở ọc lời sân bà tuột chó chăm kịch tiệt hãy cùng tùm lọp bình tô kê bình tô anh ấy vía chia chùm rớt rồi bá dương tề bà lời nâng khóc nè á chập đám xa chít mày hãy cùng sẽ đai ấy sẽ đai tứ nóm tới cái đai gai ít bây giờ sầm rám nâng mía riêng sầm rám nâng mía nè chát bứt chỉ rửa dọc mía mình khàn tại miền manu lùng ngùng chỉ trán chui chất spie sầm rám hỡi bỏ mía chào sầm rám miền tiền càng trái miền tiền càng khòng sầm rám càng trái miền đồ chỉ riêng mua mày đại cả hai bị bịch đư đong kế bùa miền ở cọ rương ấy ô chạ đau bị nẹt đợt tấy rương kề ọt bị giàu chỉ đàm cheแต่นอมโยกหมดដាក់ក្នុងគូក្បាលយូរយូរទៅគូក្បាលនេះនឹងคล้ายជាធុងសម្រាមមិនខានសម្រាមខាងក្នុងក៏មានច្រើនដូចជាកំហឹងឆេវឆាវចំណែនឈ្នានេះស្អប់គុំគួនរវើរវាយស្មុកស្មាញភ័យព្រួយបារម្ភស្ដាយសំណោះជាដើមដើម្បីបានសុខអ្នកត្រូវព្យាយាមសម្អាតទាំងខាងក្រៅទាំងខាងក្នុងហើយទម្លាប់ដាំផ្កាក្នុងចិត្តអ្នកវិញដូចជាភាពស្រស់ស្រាយរស់រាយស្មារតីរឹងប៉ឹងស្វាហាប់ខន្តីអត់ធន់មេត្តាករុណាសន្តោសប្រោសប្រណីបញ្ញាស្មារតីជាដើមចិត្តអ្នកនឹងស្រស់ដូចផ្កាភ្លឺថ្លាដូចមាសជីវិតអ្នកក៏បានសុខច្រើនដែរអស់សង្ឃឹមពេលជួបបញ្ហាច្រើនពេកក្នុងជីវិតធ្វើឲ្យអ្នកខ្លះអស់កម្លាំងចិត្តនិងបន្តដំណើរទៅមុខទៀតជីវិតបែរជាស្វិតសពូនក្រៀមក្រោះអស់នៃមានតម្លៃរហូតអ្នកខ្លះហ៊ានបោះបង់ជីវិតខ្លួនឯងចោលទៀតផងអ្នកអស់សង្ឃឹមភាគច្រើនឲ្យតម្លៃជីវិតខ្លួនឯងស្មើនឹងអ្វីដែលបានកើតឡើងរួចហើយដកតម្លៃជីវិតបច្ចុប្បន្ននិងជីវិតអនាគតចេញគេបានដាក់ច្រវាក់ខ្នោះគ្នាងខ្លួនឯងឲ្យនៅក្នុងគុកអតីតកាលតែបើគេគ្រាន់តែចាក់ចេញពីគុកអតីតកាលបន្តិចគេនឹងឃើញពន្លឺស្វាងស្វ័យនៃបច្ចុប្បន្ននិងអនាគតមិនខានជីវិតអតីតកាលបានស្លាប់បាត់ទៅហើយគ្មានតម្លៃអ្វីទៅដេកស្ដាយស្រណោះឡើយតែអ្នកអាចយកវាជាបទពិសោធន៍បានហើយក៏គ្មានអ្វីត្រូវព្រួយបារម្ភពេកព
ពីជីវិតអនាគតដែរតែអ្នកត្រូវរស់នៅដោយក្តីសង្ឃឹមញញឹមព្យាយាមបំពេញការងារឲ្យអស់ពីលទ្ធភាពពេលបច្ចុប្បន្នចំណែកអនាគតគ្រាន់តែជាលទ្ធផលនៃការប្រឹងប្រែងរបស់អ្នកពីមុនមកនឹងថ្ងៃនេះប៉ុណ្ណោះបើអ្នកនៅតែបន្តក្រៀមក្រំទៀតបច្ចុប្បន្នក៏ក្រៀមក្រំអនាគតក៏រឹតតែក្រៀមក្រំទោះបីរស់នៅបានមួយថ្ងៃទៀតក៏ត្រូវរស់ដោយក្តីសង្ឃឹមដោយភាពស្រស់ស្រាយដោយទឹកចិត្តល្អដោយគុណធម៌ដែរសូមកុំស្លាប់មុនពេលអស់ជីវិតឡើយអំនួតអ្នកខ្លះពូកែគ្រប់រឿងស្អីក៏ដឹងស្អីក៏ចេះដែរនិយាយឡើងហត់អ្នកស្ដាប់តែមិនសូវបានការអីទេលោងដូចប៉ោតអត់ទឹកអីចឹងអ្នកខ្លះទៀតចេះច្រើនមែនតែអន់បន្តិចអន់ត្រង់ពូកែអួតនឹងតែម្ដងនិយាយពីចូលចិត្តលើកខ្លួនឯងខ្លាចតែគេមិនដឹងខ្លាចតែគេថាខ្លួនឯងអន់ចំណេះក្នុងលោកនេះមានច្រើនឥតគណនាឧបមាដូចជាទឹកមហាសមុទ្រអីចឹងចំណែកអ្វីដែលយើងចេះស្មើនឹងទឹកមួយដំណក់ប៉ុណ្ណោះតើមានអ្វីត្រូវអួតទៅគួរបើកចិត្តឲ្យទូលាយចេះស្ដាប់គេខ្លះផងកុំនិយាយដូចមានតែឯងហើយកុំនិយាយច្រើនពេកចាំដល់វេនខ្លួនឯងចាំនិយាយហើយនិយាយឲ្យត្រូវរឿងឲ្យត្រូវប្រធានបទផងគុណតម្លៃពិតប្រាកដរបស់អ្នកមិនស្ថិតនៅលើពូកែនិយាយច្រើននោះទេតែស្ថិតនៅលើប្រសិទ្ធភាពការងាររបស់អ្នកគួរចងចាំថាមនុស្សពូកែអួតជាមនុស្សប្រហោងក្នុងពពកខ្មៅនៅលើក្បាលស្មុគស្មាញច្រើនមួម៉ៅច្រើនព្រួយបារម្ភច្រើនគិតច្រើននាំឲ្យអ្នកមានទុក្ខក៏ច្រើនដែរហើយបើបណ្ដែតបណ្ដោយយូរទៅអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាជីវិតអ្នកនឹងវិលវល់រកសុខមិនសូវឃើញឡើយអ្នកត្រូវចាប់ផ្ដើមតាមដានចិត្តអ្នកពីពេលនេះតទៅទម្លាប់វាឲ្យគិតរឿងល្អរឿងបុណ្យកុសលរឿងបច្ចុប្បន្នរឿងណាហួសហើយឲ្យវាហួសទៅចុះកុំស្ដាយអីហើយរឿងណាមិនទាន់មកដល់ទេក៏កុំកើតទុក្ខពេកអីដែរជួបរឿងណាដោះរឿងនឹងទៅរៀនទាញចិត្តអ្នកឲ្យចេញពីរឿងមួម៉ៅក្តៅក្រហាយទាំងឡាយវាពិបាកណាស់តែអ្នកត្រូវតែទម្លាប់បន្តិចម្ដងទម្លាប់តាមដានវាទម្លាប់មើលវារឿយទម្លាប់អប់រំវាឲ្យមានខន្តីអត់ធន់មានមេត្តាមានភាពរួសរាយរាក់ទាក់អត់ឱនយោគយល់មានបញ្ញាស្មារតីហ៊ានទទួលស្គាល់ការពិតនៃជីវិតរឿងល្អ
ក៏ព្រមទទួលរឿងមិនល្អក៏ប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីប្រឹងទៅប្រឹងដោយក្តីសង្ឃឹមដោយភាពស្វាហាប់ដោយគុណធម៌ដោយភាពស្រស់ស្រាយធ្វើដូច្នេះបានចិត្តអ្នកនឹងស្រឡះស្រឡំច្រើនអ្នកនឹងមិនសូវមានទុក្ខឡើយភ្លើងក្រៅភ្លើងក្នុងពេលគេបោះភ្លើងឲ្យអ្នកបើអ្នកចង់ក្តៅទទួលយកចុះតែបើមិនចង់ក្តៅទេកុំយកអីឲ្យគេយកទៅវិញចុះឬបោះចោលទៅបើគេនិយាយឌឺដងចង់ឲ្យអ្នកក្តៅហើយស្រាប់តែអ្នកក្តៅតាមពាក្យគេមែនមានន័យថាអ្នកធ្វើតាមបំណងសត្រូវអ្នកហើយអ្នកទទួលយកភ្លើងហើយអ្នកក្តៅហើយគេនឹងសប្បាយចិត្តពេលឃើញអ្នកក្តៅអ្នកត្រូវរៀនធ្វើជាមនុស្សទឹកត្រជាក់ពីខាងក្នុងមកបើគេចង់ដុតឲ្យអ្នកក្តៅប្រាប់គេថាយកទៅវិញចុះយើងមិនត្រូវការភ្លើងទេគេនឹងរែកពុនភ្លើងនោះត្រឡប់ទៅវិញគេខឹងគេអាក្រក់ហើយបើអ្នកខឹងគេវិញអ្នកក៏អាក្រក់ដែរទាំងពីរអ្នកមិនសូវខុសគ្នាប៉ុន្មានទេកំហឹងបានដុតបំផ្លាញចិត្តគេឲ្យក្តៅរួរៀលដូចដេកអោបភ្លើងហើយគេចង់យកភ្លើងនោះមកសាចដាក់អ្នកដែរតែអ្នកកុំទៅល្ងងអីគ្មានរឿងអីត្រូវទទួលយកភ្លើងនោះទេឲ្យគេយកទៅវិញចុះឬបោះចោលទៅអ្នកមានតែចិត្តអាណិតអ្នកដេកអោបភ្លើងនោះទៅវិញទេអាណិតណាស់ព្រោះក្តៅអើយសែនក្តៅមនុស្សមិនចេះខុសអ្នកខ្លះត្រូវរហូតខុសក៏ត្រូវត្រូវក៏ត្រូវខ្លាចខ្លួនឯងអន់ខុសហើយខំនិយាយបន្លែបន្លប់យកត្រូវតែខ្លួនឯងពេលធ្វើខុសអន់មួយបិទបាំងកំហុសអន់មួយទៀតហើយបើខំនិយាយបន្លែបន្លប់យកត្រូវអន់ថែមមួយទៀតមនុស្សប្រភេទនេះคล้ายជាមនុស្សអន់អាជីពអ្នកណាដែលថាមិនចេះខុសហើយគ្មានអីធ្ងន់ធ្ងរគ្រាន់តែសុំទោសគេហើយប្រឹងកែកំហុសនោះឡើងវិញទេព្រះពុទ្ធហៅមនុស្សប្រភេទនេះថាជាបណ្ឌិតទៀតផងព្រោះអាចអភិវឌ្ឍខ្លួនឯងឲ្យបានខ្ពង់ខ្ពស់ជាងមុនបើមុខអ្នកប្រឡាក់ធ្យូងហើយមានគេប្រាប់គ្មានអីត្រូវប្រកែកទេហើយត្រូវអរគុណគេផង